ខំប្រឹងរលុយហើយទៅចេះសំលុយបងប្អូនពិចារណានៅពេលដែលយើងដឹងថាលុយយើងសល់ពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំយើងមានលុយសល់ពេលខ្លះរាប់ខែវាមានខែខ្លះឡើងខែខ្លះចុះតែមួយឆ្នាំយើងដឹងថាលុយយើងសល់ប៉ុណ្ណេះមួយឆ្នាំយើងសល់ប៉ុណ្ណេះជីវិតយើងចាប់ផ្ដើមមានទម្ងន់មកហើយយើងអាចបូកសរុបទៅនៅក្នុងគ្រួសារហ្នឹងក៏កាន់តែមានទម្ងន់ដែរអញ្ចឹងខ្ញុំលើកទឹកចិត្តមើលថែសុខភាពខ្លួនឯងជារឿងទូទៅខំប្រឹងរលុយចេះសន្សំលុយហើយយកលុយហ្នឹងទៅប្រើប្រាស់ទៅវិនិយោគទៅរកស៊ីនេះរកស៊ីនោះដាក់លុយនេះដាក់លុយនោះដើម្បីឲ្យលុយហ្នឹងវាកើតកូនបន្ថែមទៀតថ្ងៃក្រោយទៅអាយុ40 50ទៅទោះបីជាយើងលែងធ្វើសកម្មភាពរកលុយក៏លុយរបស់យើងហ្នឹងវាកើតកូនឲ្យយើងយកមកចាស់ហើយទៅចេះសន្សំលុយបងប្អូនពិចារណានៅពេលដែលយើងដឹងថាលុយយើងសល់ពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំយើងមានលុយសល់ពេលខ្លះរាប់ខែវាមានខែខ្លះឡើងខែខ្លះចុះតែមួយឆ្នាំយើងដឹងថាលុយយើងសល់ប៉ុណ្ណេះមួយឆ្នាំយើងសល់ប៉ុណ្ណេះជីវិតយើងចាប់ផ្ដើមមានទម្ងន់មកហើយយើងអាចបូកសរុបទៅនៅក្នុងគ្រួសារហ្នឹងក៏កាន់តែមានទម្ងន់ដែរអញ្ចឹងខ្ញុំលើកទឹកចិត្តមើលថែសុខភាពខ្លួនឯងជារឿងទូទៅខំប្រឹងរលុយចេះ